Vì số bóng ổn ốc này ngày nay nhưng đồng hành nhận ốc này tông ca bằng cát từ cá sná sông với cá bò lóng JLPT bằng đài chia sẻ ngày môn đời xa tại miền video thay mấy mùi ăn chanh rủi ro hai tại đời xa tại miền Pành Hà của trái tế chẳng bóng ổn mùi chân nước sná sông ở trong video thay mấy lấy dân cho tất cả video nằm ấy mưa cá bằng cát từng ốc niệm đón tiền chẳng complete chui subscribe like and share video như phóng này lấy dân cho tất cả cam thi má bài nghe ốc khi cho can Google rồi có chôm này bà lực biệt năng nghe ốc này từ vay biệt tha MyJLPT bà nhưng đặt lên description này MyJLPT vay bài này má này là enter má viên load ảo bà viên load ảo bài này nên ốc này về viên load ảo bài này nên ốc này được vô biệt này MyJLPT internet to với hai bên tranhแบบนี้เนี่ยเอาគ្នាអត់មាន ID ទេអញ្ចឹងយើងត្រូវបង្កើតស្នើសុំ ID បាទហើយចុចពាក្យថា home ខាងស្ដាំដៃបន្ទាប់មកអ្នកនរគ្នាត្រូវដូរភាសាអ្នកនរមិនដូរក៏បានដែរតែខ្ញុំបដូរយកភាសាអង់គ្លេសបាទតើពីបដូរភាសាអង់គ្លេសអ្នកនរគ្នានេះចុចខាងក្រោមពាក្យនេះមិនមែនពាក្យ login ហ្នឹងទេខាងក្រោមនេះបាទចុចខាងក្រោមនេះមកដាក់ description ឲ្យបាទបន្ទាប់មកយើងចុចពាក្យនេះទៀតបន្ទាប់ពីយើងចុចពាក្យនឹងហើយអ្នកនរគ្នាឃើញឡើយនេះយើង select យកភាសាដែលយើងពេញចិត្តដាក់ភាសាអង់គ្លេសហើយបាទហើយបន្ទាប់មកនេះគឺជាព័ត៌មានតទៅនឹង4ដំណាក់កាលនៃការបង្កើតអញ្ចឹងអ្នកនរគ្នាមានពេលអាចអានវាបានដោយសារតែខ្ញុំអត់មានពេលអញ្ចឹងខ្ញុំធ្វើវីដេអូដូច្នេះហើយខ្ញុំទៅបន្តទៅមុខទៀតបាទឥឡូវខ្ញុំចុច agree ខាងស្ដាំដៃវានឹងលោតបែបនេះឲ្យពេលដែលយើងចុចខាងស្ដាំដៃហើយបាទនេះគឺជាព័ត៌មានអ្នកនរគ្នាព័ត៌មានផ្ទាល់ខ្លួនដូច្នេះអ្នកនរគ្នាត្រូវតែបំពេញកន្លែងនេះសូមបញ្ជាក់ថាអ្នកនរគ្នាបំពេញឈ្មោះជាអក្សរធំទាំងអស់អក្សរឡាតាំងជាអក្សរធំបាទខ្ញុំឧទាហរណ៍ថារដ្ឋាំងឈ្មោះសេរៀងថៃនេះក៏ឧទាហរណ៍ទេឲ្យតែអ្នកនរគ្នាដាក់តាមនឹងមកអ្នកនរគ្នាអាចមើលខ្សែយឺខាដកបានបាទកន្លែងនេះយើង select country region មានន័យថាប្រទេសកំណើតរបស់យើងឯងអ្នកនរគ្នាយើងស្វែងរកពាក្យថា Cambodia បាទនេះខ្ញុំដាក់ description ដែរ Cambodia ឃើញពាក្យហ្នឹងហើយ scroll ចុះក្រោមចុចខាងឆ្វេងដៃ OK មកបន្ទាប់ពីចុច OK រួចរាល់ហើយយើងនឹងឃើញបែបនេះវាលោតប្រទេស Cambodia ឲ្យកម្ពុជាយើងបន្ទាប់មកយើងចុចយកភាសា select first languageអញ្ចឹងកន្លែងនេះភាសាកំណើតគឺខ្មែរនឹងឯងភាសាខ្មែរឬក៏អ្នកគេរកពាក្យហ្នឹងមកនេះខ្មែរឬក៏ខ្មែរ select លើពាក្យហ្នឹងហើយអ្នកអស់ scroll ចុចក្រោមដូចមុនអញ្ចឹងចុចយកពាក្យ OK បន្ទាប់ពីអ្នកនរគ្នាចុចយកពាក្យ OK ហើយវានឹងលោតបែបនេះហើយអ្នកនរគ្នារើសបន្ទាប់មកទៀតឬគឺរើសភេទប្រុសនិងភេទស្រីឥឡូវខ្ញុំ select យកភេទប្រុសខាងក្រោមនេះគឺជាថ្ងៃខែឆ្នាំកំណើតខ្ញុំដាក់ថាឆ្នាំ2000យក2001ខែ1ថ្ងៃ1បាទហើយ select ឯនេះមកបាទកន្លែងនេះគឺតើតើនឹង postcode តើតើនឹងលេខកូដតំបន់របស់អ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាទៅវាយលេខកូដតំបន់ចូលមកកន្លែងដែលអ្នកនរគ្នាស្នាក់នៅលេខកូដតំបន់បាទយើងវាយចូលមកឧទាហរណ៍ខ្ញុំវាយថា501បាទ501 3908នេះលេខកូដតំបន់កន្លែងខ្ញុំខ្ញុំឧទាហរណ៍អ្នកនរគ្នាបាទយើង enter ខាងស្ដាំដៃដើម្បីទៅរកព័ត៌មានកន្លែងរបស់យើងបាទតើអ្នកនរគ្នាវាយហើយអ្នកនរគ្នាឃើញបែបនេះអ្នកនរគ្នាផ្ទៀងផ្ទាត់ក្នុងខ្សែយឺខាដកអ្នកនរគ្នាផ្ទៀងផ្ទាត់ឬហើយចុចខាងស្ដាំដៃបាទត្រូវហើយកាន់ជីកត្រូវហើយតែបញ្ជាក់ថាកន្លែងនេះអ្នកនរគ្នាត្រូវតែដាក់អាស័យដ្ឋានមានន័យថាដាក់លេខបន្ទប់ឬក៏លេខផ្ទះអ្នកនរគ្នានឹងឯងតែបងប្អូនដាក់នេះបន្ថែមលេខផ្ទះឬក៏លេខបន្ទប់អ្នកនរគ្នាបន្ថែមកតុយនឹងមកចុចត្រេនឹងមកឲ្យមានលេខបាទអ្នកវាយចូលបន្ថែមហើយបន្ថែមរួចរាល់ហើយបាទជាសារលេខនេះរៀងខុសលេខផ្ទះបន្តិច105បាទ
នឹងឧទាហរណ៍ជាក់ស្ដែងឲ្យអ្នកនរគ្នាមើលបាទកន្លែងនេះអាស័យដ្ឋានទី2អ្នកនរគ្នាមិនបាច់ដាក់ចូលក៏បានដែរអត់បញ្ហាទេបាទកន្លែងនេះលេខទូរស័ព្ទបញ្ជាក់ថាអ្នកនរគ្នាត្រូវតែមានលេខទូរស័ព្ទនេះគឺបើសិនជាអ្នកនរគ្នាអត់មានលេខទូរស័ព្ទតខ្លួនទេអ្នកនរគ្នាអាចដាក់លេខទូរស័ព្ទក្រុមហ៊ុនក៏បានឬក៏លេខទូរស័ព្ទរបស់តកែក៏បានដែរឬក៏អ្នកនរគ្នាមិនចង់ដាក់ទេអ្នកនរគ្នាអាចដាក់លេខទូរស័ព្ទអ្នកនៅខ្មែរក៏បានដែរណាបើតែបងអូនលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាគឺដាក់លេខតកែឬក៏លេខតខ្លួនទៅណាលេខក្រុមហ៊ុននឹងឯងអត់បញ្ហាអីទេបាទលើកខ្ញុំវាយចូលរៀងផ្លេចលេខទូរស័ព្ទខ្លួនឯងតិចបាទបន្ទាប់ពីវាយចូលហើយកន្លែងបន្ទាប់ទី2នេះគឺតកតងនឹង fake number ស្អីកន្លែងនេះខុសអក្សរតិចខុសលេខបាទ fake number នេះមិនបាច់ដាក់ក៏បានដែរអត់អីទេឥឡូវនេះ email អ្នកនរគ្នាត្រូវតែមាន email ខ្ញុំបង្កើតហ្នឹងគឺខ្ញុំមាន email ស្រាប់ហើយនេះ email ចេះអញ្ចឹងខ្ញុំបញ្ជាក់ថាខ្ញុំមាន email ស្រាប់ហើយចឹងខ្ញុំបង្កើត email ហ្នឹងគឺ email អ្នកនរគ្នាផ្ញើ SBI ផ្ញើអីហ្នឹងមាន email ក្នុងហ្នឹងអ្នកនរគ្នាយកមកប្រើមកអត់អីទេបាទខ្ញុំផាសចូលហើយទី1ទី2ក៏ត្រូវតែវាយចូលហ្នឹង email ដូចគ្នាគេចង់ឲ្យយើង repeat ខ្ញុំបញ្ជាក់ពីយើង confirm បាទវាយចូលមកបាទនេះលេខកូដនេះអ្នកនរគ្នាលេខកូដ email ហ្នឹងក៏បានមិនដាក់លេខកូដ email ហ្នឹងក៏បានដែរបាទសាច់ទៅលើអ្នកនរគ្នាទេណាបាទបន្ទាប់មកចុច confirm ខាងស្ដាំដៃបន្ទាប់ពីអ្នកទាំងអស់គ្នាចុច confirm ហើយវានឹងលោតបែបនេះអ្នកនរគ្នាគឺជាការបំពេញលក្ខខណ្ឌទី3អ្នកនរគ្នាបានបញ្ចប់ហើយព័ត៌មានអ្នកនរគ្នានេះអញ្ចឹងនេះជាព័ត៌មានអ្នកនរគ្នាបំពេញមិញហ្នឹងអ្នកនរគ្នាត្រូវឆែកមើលថាត្រឹមត្រូវឬក៏អត់ឈ្មោះទាំងឈ្មោះភេទអាយុអីហ្នឹងដោយសារតែនៅពេលដែលគេចេញសញ្ញាបត្រមកគឺលោតទាំងអស់នឹងបែបនេះមកឲ្យអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចង់ខុសយើងអាចអ្នកច return មកទៅកែឥឡូវវាអត់ខូចទេខ្ញុំចុចខាងស្ដាំដៃបាទវានឹងលោតបែបនេះអ្នកនរគ្នាចុច home មកអញ្ចឹងយើងអត់មាន ID ទេត្រូវអត់យើង log in ចូលយើងអត់មាន ID ទេអញ្ចឹងយើងទៅមើលនៅកាន់ Gmail វានឹងផ្ញើទៅកាន់ Gmail របស់យើងបាទនេះផ្ញើឲ្យអ្នកនរគ្នាឃើញហ្នឹងនេះជា LPT អញ្ចឹងពេលដែលចុចមកអ្នកនរគ្នាចុចអក្សរ Q នេះចុចចូលឆែកមើលចុច Q នេះដើម្បីផ្ញើលេខកូដឲ្យវាទៅកាន់ជា LPT នឹងឯងអញ្ចឹងគេផ្ញើសារមកឲ្យយើងចុចមកបាទអ្នកនរគ្នាចុច send ទៅណាបាទចុចលើនឹងទៅវានឹងលោតបែបនេះអញ្ចឹងអ្នកនរគ្នាវាយលេខកូដដែលអ្នកនរគ្នាបានបំពេញមិញហ្នឹងអាលេខកូដនៅក្នុង information អ្នកនរគ្នាហ្នឹងលេខកូដហ្នឹងមកលេខកូដ Gmail អ្នកនរគ្នាមុនដែលដាក់ហ្នឹងរួចចុច send ហ្នឹងវានឹងលោតបែបនេះអញ្ចឹងយើងចូលទៅកាន់ Gmail ម្ដងទៀតដើម្បីយក ID របស់យើងបាទយើងបញ្ជាក់រួចហើយយើងចូលទៅកាន់ Gmail យើងម្ដងទៀតជំរឿបាទនេះវានឹងលោតឲ្យម្ដងទៀតណា2ដងណាផ្ទួននេះអ្នកនរគ្នា scroll ចុះក្រោមបន្តិចមកនេះឃើញគេដាក់យក my LPT ID នេះវាដូចមានលេខនឹងអក្សរនឹង copy ចូលមកបាទនឹង ID អ្នកនរគ្នាបាទពេលនោះយើងចូលទៅកាន់ app យើងមិញមកបន្ទាប់មកយើងចុចលុប bypass ID ចូលបញ្ជាក់ pass លេខកូដហ្នឹងគឺលេខកូដអ្នកនរគ្នាបំពេញចូលនឹងឯងលេខកូដតែមួយទេប៉ុន្តែID គឺខុស ID ទទួលយកពី Gmail មកវិញអញ្ចឹងយើងវាយហើយ login បន្ទាប់ពី login មកអ្នកនរគ្នាបានបំពេញរួចរាល់ហើយព័ត៌មាននេះឯងគឺអ្នកនរគ្នាបានជោគជ័យហើយពេលដែលឃើញលោតបែបនេះអញ្ចឹងយើងចូលទៅមើល form តិចតួចទៅបាទកន្លែងនេះយើងចុចមកនេះគឺតាក់ទងនឹងការចំណាយពេលវេលាកាលបច្ចុប្បន្ននៃការប្រឡងនិងកម្រិតនៃការប្រឡងផ្សេងបាទអ្នកនរគ្នាមើលបាទមានប្រហែលនាទីប្រហែលនាទីនឹងឯងប្រឡងអីខ្លះហើយកន្លែងនេះតាក់ទងនឹងការបច្ចុប្បន្ននៃការលក់ពាក្យដែលខ្ញុំធ្លាប់បាននិយាយហើយការលក់ពាក្យគឺគេកំណត់អញ្ចឹងថ្ងៃខែ3ថ្ងៃ25ដល់ថ្ងៃទី15ខែ4អញ្ចឹងឥឡូវអត់ទាន់អាចទិញបានទេអញ្ចឹងខ្ញុំអត់អាចធ្វើចេញវីដេអូទិញពាក្យបានទេថ្ងៃទី25ឬក៏26ខ្ញុំនឹងចេញវីដេអូមួយទៀតឲ្យអ្នកនរគ្នាដើម្បីធ្វើការទិញពាក្យបាទឥឡូវយើងរួចរាល់ហើយអត់មានអីទេយើងចូលទៅមើលក្រោមនេះអត់មានអីដែរ
បាទឥឡូវនេះ result តកតងនឹងលទ្ធផលអ្នកនរគ្នាពេលអ្នកនរគ្នាប្រឡងចប់ហើយគេចេញលទ្ធផលគឺចេញក្នុងនឹងឯងបាទបន្ទាប់មកចុចក្រោមនេះគឺព័ត៌មានអ្នកនរគ្នាចង់កែចង់បដូរមកបដូរកន្លែងហ្នឹងក៏បានដែរបើសិនជាករណីដែលអ្នកនរគ្នាចូលមើលខុសបើសិនហើយរួចរាល់ហើយបើសិនជាខុសអ្នកនរគ្នាអាចដូរបាន confirm មកដូរហើយចុចពាក្យ confirm បើសិនជាអត់ខុសអីទេឥឡូវបងអូនទៅមុខទៀតហើយ confirm មកបាទមានតែបែបហ្នឹងឯងបើអ្នកនរគ្នាកែហើយចុចពាក្យ confirm ឡើយដោយសារតែអត់ខុសខ្ញុំចូលទៅកាន់វីដេអូវិញចូលទៅកាន់ home វិញអញ្ចឹងព័ត៌មានយើងត្រូវបានបញ្ចប់ណាអរគុណច្រើនសម្រាប់អ្នកនរគ្នាក្នុងការតាមដានសូមជួយ subscribe វីដេអូខ្ញុំផងហើយខ្ញុំនឹងចេញវីដេអូក្រោយបន្តទៀតអរគុណច្រើនជម្រាបលា